បាទសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នារបៀបសរសេរអក្សរថនេះគឺថឋានីអញ្ចឹងថមានពីរមួយថថោមួយថឋានីអញ្ចឹងរបៀបសរសេរអក្សរថឋានីនេះគឺមាន7ចលនាទី1គឺយើងគួចខាងលើគួចពីក្រៅខាងលើគួចផ្នែកខាងក្រៅខាងលើទី2ចុះក្រោមទី3ពីឆ្វេងមកស្ដាំទី4ឡើងលើទី5ដាក់សក់មកលៈទី6ដាក់សក់មកលៈទៀតទី7វត្តសក់បាទអញ្ចឹងចលនានៃការសរសេរអក្សរថឋានីនេះគឺមាន7ចលនាតោះអញ្ចឹងដើម្បីកុំខាត់ពេលយូរយើងចូលមើលការបង្ហាញនៃការសរសេរចលនាអក្សរថទាំងអស់គ្នាបាទអញ្ចឹងចលនាទី1គឺយើងគួចពីក្រៅចូលមកក្នុងនេះចលនាទី1ចលនាទី2យើងទាញពីលើចុះក្រោមឲ្យត្រង់មកចលនាទី3ទាញពីឆ្វេងមកស្ដាំចលនាទី4រុញឡើងលើចលនាទី5ដាក់កលៈប៉ុណ្ណេះចលនាទី6ដាក់មកកលៈទៀតចលនាទី7វត្តសក់ឡើងលើបាទនេះអានេះគេហៅថាអក្សរថតោះអញ្ចឹងរបៀបសរសេរអក្សរថគឺមានចលនានៃការសរសេរគឺមាន7ចលនាចលនាទី1គឺយើងគួចពីក្រៅពីឆ្វេងមកស្ដាំនេះចលនាទី2ទាញពីលើចុះក្រោមមកត្រង់ចលនាទី3ទាញពីឆ្វេងមកស្ដាំចលនាទី4ទាញពីក្រោមឡើងលើចលនាទី5ទាញមកកលៈនេះចលនាទី6ទាញមកកលៈនេះចលនាទី7វត្តសក់ឡើងបាទអញ្ចឹងចលនានៃការសរសេរអក្សរថឋានីនេះគឺមាន7ចលនាចលនាទី1គឺយើងគួចពីក្រៅនេះ1ចលនាទី2ទាញពីលើចុះក្រោមមកត្រង់ចលនាទី3ទាញពីឆ្វេងមកស្ដាំចលនាទី4រុញឡើងលើត្រង់ទាញឡើងលើត្រង់ចលនាទី5ទាញមកកលៈប៉ុណ្ណេះចលនាទី6ទាញមកកលៈប៉ុណ្ណេះចលនាទី7គឺយើងវត្តសក់ឡើងបាទអញ្ចឹងចលនានៃការសរសេរអក្សរថឋានីគឺមាន7ចលនាចលនាទី1គឺយើងគួចពីក្រៅនេះមកបាទគួចពីក្រៅបែបនេះអានេះចលនាទី1ចលនាទី2ទាញពីលើចុះក្រោមមកត្រង់ចលនាទី3ទាញពីឆ្វេងមកស្ដាំចលនាទី4រុញឡើងលើត្រង់ចលនាទី6ទាញមកកលៈចលនាទី5ទាញមកកលៈចលនាទី6រុញមកកលៈនេះទៀតចលនាទី7ទាញវត្តសក់ឡើងបាទអញ្ចឹងចលនានៃការសរសេរអក្សរថគឺមាន7គឺទី1គឺយើងគួចផ្នែកខាងក្រៅនេះបែបនេះអានឹងចលនាទី1ចលនាទី2ទាញពីលើចុះក្រោមមកត្រង់ចលនាទី3ទាញពីឆ្វេងមកស្ដាំចលនាទី4ទាញឡើងលើត្រង់ចលនាទី5ទាញសក់បែបនេះចលនាទី6ទាញសក់មកកលៈទៀតចលនាទី7វត្តសក់ឡើងបាទអញ្ចឹងចលនាទី1ទាញពីគួចពីឆ្វេងផ្នែកខាងគួចពីឆ្វេងនៅខាងក្រៅផ្នែកខាងក្រៅហ្នឹងចលនាទី2ទាញពីលើចុះក្រោមមកត្រង់ចលនាទី3ទាញពីឆ្វេងស្ដាំចលនាទី4រុញឡើងលើចលនាទី5ទាញមកកលៈព្រោះសក់វាមាន3កលៈចលនាទី6ទាញមកកលៈទៀតចលនាទី7វត្តសក់ឡើងបាទអញ្ចឹងចលនាទី1គួចផ្នែកខាងក្រៅបែបនេះច
ចលនាទី2ទាញពីលើចុះក្រោមឲ្យត្រង់ចលនាទី3គួរទាញពីឆ្វេងមកស្ដាំចលនាទី4រុញឡើងលើត្រង់ចលនាទី5ទាញសក់មកកលៈចលនាទី6ទាញសក់មកកលៈទៀតចលនាទី7វត្តសក់ឡើងបាទអញ្ចឹងចលនាទី1គឺយើងគួចពីឆ្វេងមកស្ដាំនៅផ្នែកខាងលើចលនាទី2ទាញពីលើចុះក្រោមមកត្រង់ចលនាទី3ទាញពីឆ្វេងមកស្ដាំចលនាទី4រុញឡើងលើត្រង់ចលនាទី5ដាក់សក់មកកលៈចលនាទី6ដាក់សក់មកកលៈទៀតចលនាទី7វត្តសក់ឡើងបាទអញ្ចឹងលំនាំនៃការសរសេរអក្សរថគឺមានចលនា7បាទទី1យើងគួចពីក្រៅខាងផ្នែកខាងឆ្វេងហ្នឹងចលនាទី2ទាញពីលើចុះក្រោមចលនាទី3ទាញពីឆ្វេងមកស្ដាំចលនាទី4រុញឡើងលើត្រង់ចលនាទី5ទាញសក់មកកលៈបាទចលនាទី6រុញសក់មកកលៈទៀតចលនាទី7វត្តសក់ឡើងបាទអញ្ចឹងចលនានៃការសរសេរអក្សរថឋានីនេះគឺមាន7ចលនាបាទអញ្ចឹងវីដេអូរបៀបសរសេរអក្សរថនេះគឺមានតែប៉ុណ្្នឹងទេហើយអរគុណសម្រាប់ការទស្សនាវីដេអូនេះបាទសូមអរគុណ